Bằng đam ở bục lệ riêng tì sam sập chỉ lệ riêng bằng chọp nhom xôm sất ọp rùm cồn phrai ấu rốt chiết tăng lai à phrai tắc à phrai phần sàm bê đã ấu khơi tắc đay cồn cu cầm đủ rụp ca mùi tôm nơi nông cao tắc bên trên phiếp phó phạt ấu nực đòi mình lúc phát tăng lai à phrai à hà ca tổ tiền à hà ghi ngang cầm lăng nhang chỉ vật phát lô ai bần toอายุ tới một về chân ngày tiệtคนตาได้สำคัญตรองจำนวนได้เลิกลางថ្ងៃនេះฟูโกนថាចង់បានអាយុវែងដើម្បីអ្វីដើម្បីអាហារឆ្ងាញ់3ពេលងូតទឹកតែងខ្លួនស្អាតដើរលេងជឿងលេងកាន់ទូរស័ព្ទមើលល្បែងលេងយប់ចូលគេងស្ដាប់ចម្រៀងគេងលក់ហើយព្រឹកឡើងភ្ញាក់ពីគេងក៏ធ្វើបែបហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំច្រើនឆ្នាំទៅទៀតកូនចង់បានអាយុវែងដើម្បីតែប៉ុណ្្នឹងទេឬកូនហើយតែដែលកូនបានកំណើតជាមនុស្សមកនេះគឺអាស្រ័យបុណ្យចាស់ដោយដែលធ្លាប់ប្រាប់កន្លងមកហើយអញ្ចឹងកូនគិតមើលបើវិភាគទៅលើការដាំស្រូវវិញយើងមានពូជស្រូវមកដាំដុះបានន័យថាស្រូវអង្ករដែលកូនបានមកហូបក៏ព្រោះកូនយកពូជស្រូវមកសាបព្រោះដាំដុះហើយបើកូនបានផលហើយកូនមិនទុកគ្រាប់ស្រូវធ្វើពូជបន្តតែកូនបានអ្វីបន្តពូជទៅឆ្នាំក្រោយទៀតយ៉ាងណាមិញមនុស្សយើងក៏ដូចនោះបានកើតមកជាមនុស្សក៏ព្រោះបុណ្យកុសលឲ្យផលជាមនុស្សហើយបើកូនមិនបំពេញកុសលជាហេតុនាំឲ្យកើតជាមនុស្សទេវតាទេកូនគិតតែសបាយភ្លេចខ្លួនសិលមិនរក្សាសេចក្តីល្អក្នុងចិត្តមិនធ្វើអកុសលក្នុងចិត្តមិនព្យាយាមជំរុះចោលមិនស្ដាប់ធម៌អប់រំផ្លូវចិត្តស្ដាប់តែចម្រៀងបុណ្យគេហៅកូនរវល់ដើរលេងស្ដាប់ភ្លេងជួបជុំមិត្តភក្តិកូនទំនេរកូនគិតមើលបុណ្យគឺសេចក្តីល្អបើយើងមិនធ្វើសួរថាតើយើងបានពូជអ្វីបានស្បៀងអ្វីបន្តដំណើរទៅមុខអស់ជីវិតទៅកន្លែងណាអត្ថបទថ្ងៃនេះពេលគេអានគេស្ដាប់ច្បាស់ជាគេពោលពាក្យឬគិតក្នុងចិត្តថាដូចជាក្រោតគ្រៀតម្លេះប៉ុន្តែត្រូវតែនិយាយទៅកូនកត់ត្រាទុកឲ្យកូនតទៅថ្ងៃក្រោយកូនរៀនខ្ពង់ខ្ពស់ដឹងខុសត្រូវកាន់តែច្រើនស្គាល់អំពីមេរៀនជីវិតកូនច្បាស់ជាយល់នៅសម្ដីក្រោតគ្រៀតរបស់ឪពុកកូនម្នាក់នេះនិយាយឲ្យហើយចុះក្រែងតែថ្ងៃក្រោយអត់បាននិយាយអស់ឱកាសនិយាយកូនហើយក្នុងរវាងដែលនៅមានជីវិតអ្វីដែលជាប្រយោជន៍កូនប្រញាប់ធ្វើទៅកុំចាំដល់ចាស់ខ្លាចអស់ឱកាសណាកូនកុំគិតថាកូននៅក្មេងនៅតូចសេចក្តីស្លាប់មិនរើថាតលតែចាស់បានស្លាប់នោះទេសូម្បីនៅក្នុងពោះម៉ែក៏ស្លាប់បានអ្នកខ្លះសម្រាលកូនមកហើយកូននោះក៏ស្លាប់បានដោយកូនធ្លាប់ដឹងធ្លាប់ឮមកហើយចូលកូនយកនៅអ្វីដែលឪលើកឡើងនេះមកជាធម៌ពិចារណាមកជាសច្ចធម៌ចែករលែកដល់គ្នានឹងគ្នាណាកូនចុងក្រោយនេះឪនឹងប្រាប់កូនថាបុណ្យគឺអ្វីបុណ្យគឺការធ្វើចិត្តរបស់យើងឲ្យសប្បាយឲ្យមានសេចក្តីសុខឲ្យស្ងប់ឲ្យស្រស់ថ្លាឲ្យត្រជាក់ឲ្យភ្លឺស្វាងបុណ្យគឺការធ្វើចិត្តរបស់យើងឲ្យបរិបូរណ៍ទៅដោយសិលធម៌អ្វីជាប្រយោជន៍ដល់លោកដល់សង្គមលោកនោះហៅថាបុណ្យបានទាំងអស់ព្រោះបុណ្យគឺអ្វីដែលយើងគិតចេញពីចិត្តល្អការធ្វើនៅអ្វីដែលគិតចេញពីចិត្តល្អទើបជាការធ្វើបុណ្យគឺសេចក្តីល្អដោយកាយវាចាចិត្តខ្ញុំព្រះករុណាខ្ញុំបាទ
សូមអរព្រគុណសូមអរគុណដល់កល្យាណមិត្តញាតិប្រធរទាំងអស់ដែលបានចំណាយពេលស្ដាប់ការអានសៀវភៅនេះតាំងពីដើមរហូតដល់ចប់វិរិយៈសេចក្តីព្យាយាមរបស់លោកអ្នកចូលជាបច្ច័យដល់លោកអ្នកបានសុខរួចផុតចាកទុក្ខពីខ្ញុំព្រះករុណាខ្ញុំបាទមាសសុខគង់